សម្រាប់ថ្ងៃអនាគតយើងមើលទៅឃើញថាអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងផលិតផលអ្វីដែលកសិករយើងកំពុងតែត្រូវការរាល់ថ្ងៃឥឡូវហ្នឹងយើងមានតែឧបករណ៍សម្រាប់តែចការទេគឺបាញ់ថ្នាំដើមឈើអញ្ចឹងយើងចង់ឲ្យមានឧបករណ៍ដែលសម្រាប់ធ្វើការជាមួយនឹងស្រូវពោតដំឡូងហើយនឹងឧបករណ៍ណាទៀតដែលដំណាំកសិករយើងត្រូវការអញ្ចឹងហើយចុងក្រោយយើងនឹងក្លាយជាកន្លែងទីតាំងផលិតមួយដែលគេស្គាល់ថាផលិតឧបករណ៍កសិកម្មធំមួយនៅក្នុងស្រុកខ្មែរហើយយើងនឹងពង្រីកស្តង់ដាររបស់យើងឲ្យមានគុណភាពល្អប្រសើរដូចស្តង់ដារប្រទេសអន្តរជាតិដែរអញ្ចឹងហើយយើងអាចនាំឧបករណ៍យើងទៅប្រទេសជិតខាងឬក៏ប្រទេសដទៃទៀតបាននៅក្នុងថ្ងៃអនាគតសម្រាប់យុវជនដែលមានជំនាញហើយមានទេពកោសល្យតាក់ទងនឹងបច្ចេកទេសឬក៏បច្ចេកវិទ្យាដែលយើងអាចជួយគ្នាផលិតជាឧបករណ៍កសិកម្មនឹងបានហ្នឹងគឺអាចបង្កើនសមត្ថភាពខ្លាំងជាងមុនល្អជាងមុនតែអនាគតហើយនឹងអាចជួយដល់ប្រជាកសិករក្នុងការប្រើប្រាស់បច្ចេកវិទ្យាឬក៏គ្រឿងយន្តដែលទំនើបដែលជួយដល់សេដ្ឋកិច្ចរបស់គាត់បង្កើនទិន្នផលរបស់គាត់ក៏ដូចជាបង្កើនសេដ្ឋកិច្ចរបស់ប្រទេសខ្មែរយើងទាំងមូលដែរជាចុងក្រោយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងដែលកំពុងតែធ្វើការរាល់ថ្ងៃដែលបានសហការគ្នាជួយជ្រោមជ្រែងគ្នាជួយណែនាំផលិតផលរបស់ក្រុមហ៊ុន Go Green នឹងមិនថាជាគម្រោងមួយណាទេដែលបានជួយកន្លងមកហើយក៏សូមផ្ដាំផ្ញើទៅបុគ្គលិកដែលទើបនឹងចូលថ្មីឲ្យមានការសហការគ្នាជា team work ដើម្បីបង្កើនសេដ្ឋកិច្ចខ្លួនឯងក៏ដូចជាទេពកោសល្យខ្លួនឯងហើយនឹងជួយជ្រោមជ្រែងពីគម្រោងមួយទៅគម្រោងមួយដែលមានផលិតផលពាក់ព័ន្ធគ្នាព្រោះយើងជាក្រុមហ៊ុន Go Green ហ្នឹងគឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ដំណោះស្រាយកសិកម្មទាំងអស់អញ្ចឹងហើយច្បាស់ជាគម្រោងមួយមានតំណែងតំណងគ្នាផលិតផលអាចតាក់ទងគ្នាបានហើយអញ្ចឹងហើយឲ្យមានការសហការគ្នាជួយជ្រោមជ្រែងដើម្បីផ្សព្វផ្សាយផលិតផលដែលយើងមានជាពិសេសផលិតផលរបស់យើងផលិតក្នុងស្រុកជាចុងក្រោយសូមអរគុណនិងជូនពរដល់បុគ្គលិកទាំងអស់ប្រកបការងារដោយជោគជ័យនិងជោគជ័យទាំងអស់គ្នាជាមួយក្រុមហ៊ុន Go Green បាទសូមអរគុណ